បើកប្រអប់ទូកគីឈីមួយពួកខ្ញុំបើកមកបងអូនឃើញហើយមានកញ្ចប់មីកញ្ចប់ឈីហើយនឹងកញ្ចប់ទូកគីចុងក្រោយគេគឺកញ្ចប់គ្រឿងអត់ផ្លេចទេមានសមក្នុងនឹងដែរអញ្ចឹងបងអូនបើចាំប្រើចង្កឹះប្រើអីទេនៅក្នុងហ្នឹងមានមួយសេតហ្មងតាមតែទឹកក្តៅពុះចាក់ចូលហ្មងបងគេបងអូនហែកថងនេះសិននេះមានសញ្ញាឲ្យបងប្អូនបានហែកហ្មងណាស្រួលមែនតើហែកមកចេញហ្មងយើងដាក់មីចូលបន្ទាប់មកហែកទូកគីវាមានសញ្ញាឲ្យយើងហែកដែរដាក់ចូលមកដាក់ទឹកក្តៅណាកុំតន់ដាក់គ្រឿងចូលដាក់ទឹកក្តៅ5នាទីសិនបងអូនបាន2នាទីហើយយើងបើកមើលតិចទៅត្រឡប់មកដើម្បីឲ្យវាសព្វណាបងអូនតែអត់តន់ឆ្អិនទេណាចាំก่อนគ្រប់5នាទីបងអូនគ្រប់ម៉ោងហើយណាបើកមើលតិចមកនេះសរសៃមីតុនហើយល្មមតោះយើងយកទៅចាក់ណានេះឆ្ងល់អត់ហេតុអីបានវាមាន3នេះ3ហ្នឹងគឺកន្លែងចាក់ទឹកអញ្ចឹងគ្រប់ម៉ោងយើងចាក់វាមកហើយយើងយកទៅចាក់ទឹកណាចាក់មកស្រួលហ្មងមិនបាច់ចាំអីច្រើនទេទឹកចេញមកឈ្ងុយមីដល់ហើយនេះបើកមកហុយដាក់ឈីចូលកុំភ្លេចទឹកគ្រឿងផងឈ្ងុយឈីដល់ហើយបងអូនអើយស្រក់ទឹកមាន់ហ្មងសមយកមកលាយណាលាយបងអូនមើលប្រវត្តិអូដល់ហើយលាយបដាស្រក់ទឹកមាន់ដល់លាយហើយដល់ម៉ោងញ៉ាំហើយទូកគីឡើងស្វិតចូលជាតិគ្នាល្អវីដេអូយើងចាប់ត្រឹមហ្នឹងអរគុណ